ខ្ញុំគណៈខ្ញុំក៏សូមក្រាបថ្វាយបង្គំដល់ព្រះសង្ឃនាយកទាំងពីរគណៈសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គដែលគង់នៅក្នុងប្រទេសក៏ដូចជាក្រៅប្រទេសជាទីសក្ការៈគោរពបូជានិងសូមគោរពអាដាមលោកជំទាវអស់លោកស្រីនិងកញ្ញាបងប្អូនពុទ្ធសាសនិកជនទាំងអស់ជាពិសេសគឺអាដាមប្រធានក្រសួងធម្មការនិងសាសនាព្រមទាំងសមត្ថកិច្ចគ្រប់លំដាប់ជាន់ថ្នាក់សូមអនុញ្ញាតជ្រាបនៅដំណឹងមួយនេះមិនដឹងថាជាដំណឹងមួយដែលប៉ះពាល់ទៅដល់បាទកិត្តិយសគេឈ្មោះវត្តក៏ដូចជាបាទពុទ្ធសាសនាយើងយ៉ាងណាទេតែដោយមានការបង្ហោះជាសាធារណៈរបស់បាទបងស្រីម្នាក់ដែលអះអាងថាធ្លាប់មានការទំនាក់ទំនងជាមួយនឹងបាទព្រះសង្ឃមួយអង្គដែលគង់នៅវត្តស្វាយដែលស្ថិតនៅខេត្តកណ្ដាលបាទអញ្ចឹងបងប្អូនយើងស្គាល់ហើយវត្តស្វាយនៅខេត្តកណ្ដាលបាទគឺផ្លូវទៅខាងបាទកោះកបីបាទអញ្ចឹងក៏សូមអនុញ្ញាតនឹងអធិស្ឋានបើសិនជាប៉ះពាល់នៅរឿងរ៉ាវនេះបាទដែលកើតឡើងពិតប្រកបឬក៏យ៉ាងណានោះដោយមានសម័យជួនបាទដែលគាត់បានពាក់ខ្ញុំហើយអស់លោកស្រីនិងកញ្ញាបងប្អូនយើងទាំងអស់សូមតាមដាននៅរឿងរ៉ាវមួយនេះតើជាកំហុសបាទខាងណាឬក៏ខាងណីខាងណាអ្នកខុសឬក៏យ៉ាងណានោះខ្ញុំមិនបានស្រាវជ្រាវអីឲ្យបាទច្បាស់លាស់ទេតែដោយមានផុសតាងដោយមានរូបថតគាត់បានខលមកខ្ញុំតំណាក់តំណងគ្នាបាទដែលផ្ដល់នៅបាទរឿងរ៉ាវរបស់គាត់បាទហើយក្នុងនោះគាត់បានបង្ហោះរឿងរ៉ាវច្រើនណាស់ដែលពាក់ព័ន្ធជាមួយនឹងប្រសង់មួយអង្គនោះស៊ីជម្រៅយ៉ាងប៉ុណ្ណាទេអញ្ចឹងសូមបងប្អូនយើងបាទតាមដានទស្សនានិងស្ដាប់វីដេអូបាទមានច្រើនមែនទែនខ្ញុំបាទសូមដាក់វីដេអូទី1បាទដើម្បីឲ្យបងប្អូនយើងស្ដាប់ដូចតទៅមានរឿងអូនបានបងប្រហោះមិនមែនសុកបងទៅប្រហោះរូបគេមិនមែនសុកទៅបង្កាច់បង្ខូចគេអាចប្តឹងយើងបានជាប់គុកយើងបកពីបាត់បរហាគេតែបងមានផតាងមានរូបភាពមានវីដេអូមានអីអ្វីសពបែបយ៉ាងស្គាល់ច្បាស់ដូចថ្ងៃអញ្ចឹងណាស្គាល់គាត់ស្គាល់លេខទូរស័ព្ទស្គាល់កន្លែងស្គាល់ឈ្មោះស្គាល់លេខម៉ូតូចង់និយាយថារូបភាពនៅមួយយើងដេកផ្ទះយើងស៊ីផ្ទះយើងជុះផ្ទះយើងមានអ្វីសពបែបយ៉ាងបានខ្ញុំហ៊ានប្រហោះហ្នឹងមិនមែនសុកយើងទៅបោះរូបគេទេកាលណាយើងសុកអត់ដឹងរឿងយើងទៅបោះរូបគេអាចប្តឹងយើងបានពីបទបរហាគេយើងមានទោសប៉ុន្តែខ្ញុំស្គាល់ច្បាស់អញ្ចឹងបានខ្ញុំបោះហ្នឹងអ្វីដែលខ្ញុំអន់ចិត្តនោះគឺបុគ្គលម្នាក់ហ្នឹងនិយាយសម្ដីប៉ះពាល់អារម្មណ៍ខ្ញុំស្គាល់ក្រុមគេទាំងអស់តែខ្ញុំអ្នកណាប៉ះពាល់អារម្មណ៍ខ្ញុំគឺខ្ញុំខំតែម្នាក់ហ្នឹងអ្នកផ្សេងមិននិយាយពីព្រោះគេមិនបានប៉ះពាល់អារម្មណ៍ខ្ញុំអញ្ចឹងណាខ្ញុំស្គាល់ក្រុមគ្នានឹងច្រើនតែក្រុមគេច្រើនតែលោកពាក់ម៉ាស់ពាក់មួកចូលខារ៉ាអូខេដើរផឹកដើរស៊ីទៅក្លឹបទៅអីដេកផ្ទះខ្ញុំជុះផ្ទះខ្ញុំអញ្ចឹងមកថាខ្ញុំស្គាល់ច្បាស់ខ្ញុំហ៊ានប្រហោះហ្នឹងមិនមែនសុកខ្ញុំប្រហោះទេឥឡូវឮដំណឹងមកថារត់គេចពីវត្តកំពង់ស្វាយទៅបួសនៅកំពង់ឆ្នាំងបាត់ហើយបើនៅតាខ្មៅហ្នឹងបើខ្ញុំធ្វើមិនបែកខ្ញុំមិនមែនឈ្មោះនៃគេប៉ុន្តែវារត់ពេចទៅបួសនៅវត្តកំពង់ស្វាយបាត់ហើយវាឈប់នៅវត្តកំពង់ស្វាយហើយវារត់ពេចពីវត្តកំពង់ស្វាយទៅកំពង់ឆ្នាំងទៅបួសនៅហ្នឹងតែមិនដឹងវត្តណាមានគេឲ្យដំណឹងមកខាតមកខ្ញុំទេមកខ្ញុំប៉ុន្តែបើវារត់ពេចជារឿងល្អបើវានៅហ្នឹងគឺខ្ញុំធ្វើវាទៅអាបែកហ្នឹងលេខ Telegram ខ្ញុំមានខ្ញុំប្រើកុបពណ៌ហ្នឹងខ្ញុំប្រើអីមិនប្រើតាមលេខទេប្រើ7លេខនិយាយមែនណាប្រើ7លេខខ្ញុំបរហោះនេះមិនមែនសុកយើងទៅបរហោះរូបគេបរហាគេខុសច្បាប់ខុសវិន័យអត់ដឹងរឿងប៉ុន្តែមិនសុកខ្ញុំបរហោះពីព្រោះខ្ញុំកាន់ក្របអុកធំទី1ទី2រូបភាពវីដេអូរូបស្អីមានមកចាប់ឲ្យស្គាល់ច្បាស់ដូចថ្ងៃយើងខ្ចីលុយខ្ញុំទៅពាក់លុយខ្ញុំតកោពេញហ្នឹងអញ្ចឹងបានខ្ញុំហ៊ានប្រហោះតែឥឡូវវារត់តិចហើយវាឈប់នៅវត្តហ្នឹងហើយវាទៅកំពង់ឆ្នាំងប
បើវាទៅបួសនៅវត្តកំពង់ឆ្នាំងចង្រៃនៅវត្តកំពង់ឆ្នាំងនឹងខូចឈ្មោះវត្តកំពង់ឆ្នាំងទៀតពេលថ្ងៃស្លៀកពាក់ជាសង្ឃយប់ឡើងវាទៅក្រៅខេអោបស្រីទៅក្លឹបទៅក្រៅខេទៅផាប់ទៅផឹកទៅស៊ីសបាយអខ្ញុំសក់បំផុតនោះគឺមនុស្សដែលកុហកខ្ញុំប៉ុន្តែសំណាងឯងវារត់កិច្ចបើវានៅតែខ្មៅខ្ញុំធ្វើវាទៅអាបែកហ្នឹងនិយាយមែនខ្ញុំដាក់ពាក្យមិនដឹងឲ្យលុយប៉ូលីសទេអ្នកខ្សែទេអ្នកព័ត៌មានប៉ូលីសចុះទៅចាប់ផ្អើលវត្តខូចឈ្មោះវត្តទៀតប៉ុន្តែវារត់កិច្ចវារត់តិចវាអត់នៅហ្នឹងឥឡូវវាទៅបាត់ហើយឥឡូវវាទៅបាត់ហើយខ្ញុំប្រេនមួយបងឯងយូរឆ្នាំណាបងកណ្ដុលប្រេនមួយបងឯងយូរហើយខ្ញុំចង់និយាយថាមិនមែនតិចឆ្នាំទេចូលជិត20ឆ្នាំហើយប្រេនមួយបងឯងតែបងឯងឥឡូវដូរឈ្មោះFacebook បងឯងដូរឈ្មោះបងឯងជួយគិតពិចារណាមើលលោកដែលធំជាងគេនៅក្នុងវត្តកំពង់ស្វាយហ្នឹងដេញអាលោកដែលខូចសាសនាហ្នឹងទៅបួសនៅវត្តកំពង់ឆ្នាំងតែមិនដឹងវត្តណាឯងហើយអាចារ្យគណៈកម្មការអាចារ្យវត្តហ្នឹងឲ្យគាត់ឈប់ទៅនៅផ្ទះជួលបែរជាដេញមនុស្សខូចទៅបួសនៅវត្តកំពង់ឆ្នាំងបែរជាមនុស្សល្អដេញគេចេញពីវត្តអញ្ចឹងណាបងខ្ញុំមានផុសតាងប្រព័ន្ធបងរូបវាដេកមួយស្រីរូបវាចេញពីកន្លែងផឹកស៊ីគោះអ្នកឡាចររូបវាដេកផ្ទះស្រីម៉ូតូលេខម៉ូតូនិងលេខបងកណ្ដុលនេះលេខវាដេកផ្ទះស្រីវានៅមួយស្រីលេខអាលោកហ្នឹងណាហើយពេលខ្ញុំដែលបរោះរូបហ្នឹងចឹងទៅបងប្អូនវាហ្នឹងថាចាយបងប្អូនខ្ញុំច្រើនណាស់គេចង់ដាក់ពាក្យមិនដឹងចាឯងប្តឹងចាឯងខ្ញុំថាសូមអញ្ជើញប្តឹងចុះឲ្យហៅព័ត៌មានហៅអ្នកខ្សែតមកពីព្រោះខ្ញុំជាសមីខ្លួនផ្ទាល់ខ្ញុំដឹងច្បាស់អញ្ចឹងហៅអ្នកខ្សែតហៅអ្នកព័ត៌មានប្តឹងខ្ញុំចុះខ្ញុំឲ្យទៅប្តឹងហើយហៅអ្នកខ្សែតហៅអ្នកព័ត៌មានមកផងខ្ញុំមានវត្ថុតាងមានរូបជាច្រើនមានហ៊ានប្តឹងណាបានតែក្អកហ្នឹងមិនហ៊ាននិយាយមួយខ្ញុំផងហ្នឹងខ្ញុំបានសួរប៉ូលីសហើយប៉ូលីសថាឲ្យតែយើងស្គាល់ច្បាស់យើងតែដាក់ពាក្យមិនដឹងនៅភូមិឃុំសង្កាត់យើងអាចគេចុះទៅគឺចាប់មកអ្នកព័ត៌មានអ្នកកសែតអ្នកភូមិឃុំសង្កាត់ចុះទៅគឺផ្អើលឡាយខូចឈ្មោះវត្តហ្មងនេះរូបថតនៅក្នុងកុដិវាបងវានាំស្រីទៅដេកផឹកស៊ីនៅកន្លែងកុដិផ្សាយវិយាស្រីញីអូនបងនៅក្នុងកុដិបងនេះរូបថតនៅក្នុងកុដិបងនេះលេខម៉ូតូវាពេលប្រជុំបិណ្ឌហើយចាប់2ថ្ងៃគឺវាទៅខារ៉ាអូខេគ្នាវាសឹកផឹកសត្វ ABC 3-4 ឈុតហើយពាក់ម៉ាស់ពាក់មួយសត្វក្បាលងោលនៅ Vivo តាខ្មៅប៉ុន្តែនៅក្នុងហាងគេខ្ញុំធ្វើអីវាអត់ចេញពេលហ្នឹងខ្ញុំមានក្តីមេត្តាករណាអាណិតខ្ញុំសឹងថាទេហៅប៉ូលីសពេលដែលវាជាងចាប់ផឹកចាប់ស្ទាក់ចាប់នៅមុខហាងឲ្យលុយប៉ូលីសតែ100ឯងបងហើយអ្នកខ្សែអ្នកព័ត៌មានមកឲ្យចុះចាប់ហ្មងអាណាក្បាលងោលឆែកមើលអាហ្នឹងឯងលោកអាណាអត់សក់អាហ្នឹងមិនមែនលោកវាដើរគ្នាវាទាំងក្រុមសិតតែពាក់ម៉ាស់ពាក់មួកសិតតែលោកចុះធម្មតាជុំបិណ្ឌហើយ2ថ្ងៃវាមានលុយហ្នឹងវាចូលក្រាទៅសុបាយអស្រីញីវល់ស្រីតែដេកសិតតែម្នាក់មួយឲ្យផឹកគោពេញហ្នឹងក្រុមវាហ្នឹងបងលោកគាត់កំពុងស្វាយខ្ញុំស្គាល់ច្បាស់ប៉ុន្តែឥឡូវវាបែករឿងខ្ញុំបរោះរូបវារត់តិចខ្លួនឯងបងវាទៅនៅកំពង់ឆ្នាំងបួសនៅវត្តកំពង់ឆ្នាំងតែមិនដឹងវត្តណាឯងបើនៅតែខ្វាយខ្ញុំធ្វើវាតតាចាក់ចាយហ្នឹងតែវារត់តិចខ្លួនបាត់ហើយបានទៅតែបរោះរូបវាបងតែវាឃើញមិនមែនវាមិនដឹងទេពីព្រោះខ្ញុំបរោះជាសាធារណៈទោះមិនមែនប្រេនក៏មើលឃើញអ្នកប្រេនក៏មើលឃើញអ្នកណាក៏មើលឃើញខ្ញុំបរោះជាសាធារណៈបងកណ្ដុលខ្ញុំសុំសួរបងឯងតិចបានអត់បងចង់និយាយថាខ្ញុំបរោះរូបអាលោកហ្នឹងសម្ដេចសង្ឃថ្នាក់ទាបថ្នាក់ជាន់ខ្ពស់ហើយនឹងគណៈកម្មការធ
mà ca xong anh đang trong gì ta cái khơi nhá nó bón nhung phò chỉ xa thiên nã bón trong gì chẳng á hay cái ai khơi cực nè bàn tay dương phò chỉ xa thiên nã tua mình men fan có khơi nhậm đại con có khơi chẳng á đó bón tay ăn sơn miên nè ao miền đây tầm tật cái khơi chẳng á hay vợ chồng đừng ngay ba xua bị nhung bong bị luôn nhung bật to chẳng là bong đừng cho ba xua cho ba nhung hiền giấy nhung hiền thơ hay ở vậy để chạy tay nếu cứ ca bật bong nhung o con ngoại khăng ở đây ngoại chặt mà lên nhung brand 10 ngoại trôi chật ở một page năm mấy brand 10 ni vui bong tăng vì ngoại mua Facebook xây cái còn đó lo tăng vì đồng má hay bằng anh đô chứ mua màu brand 10 bằng anh vui con tay còn tha nhung đại chat hồ bằng anh đại chat hồ nhung chẳng á tay bằng anh họ ấy nhung khơi nhà là hột năng bong nhóm xe bong hiện máy nắng và tọt máu đây con khoai thì nhóm gục chân gần để tha chật nhóm xe một anh to cái tam cầm hiện nhóm thằng nhóm hiện xe thiết kêu nhóm bắt bong bát ở trong người ta lúc ở đây là nghề bàn tay ở toàn sặc để bàn tay bong bộ anh lục mùi từ sự việc bộ lúa nên là trên châu này bong cho người ta chơi ở lấy lục thực hiện trong lẽ ta chân háo ở lấy những vùng nhóm nằng miếng lục tiếp sắp lục tiếp và đánh trên cái tục nên chào ở bài người nhưng mà đâm ra bong và ta có thể mình ta hết nữ bong hết nữ hồi tuần này cha ơi hết nữ bong hết nữ hồi tuần này cũng chức năng mất rồi cha ơi trả lời hơi xa là chui chạy trả lời kia cái đến nhung tranh bị buồn kia ở đó nhung nữ chứ thế hết nữ bong hết nữ hồi tuần này cũng chức năng mất rồi nơi lốp mà lên châu mới bong tuổi thì định luôn tranh của bọn này cái đá sao mà ngày mà hồi đầu muốn đòi tiền mà chẳng hạn là lời đó mà khi mà đòn chẳng có lẽ đi hai nhung tới bậc mấy bậc ấy chẳng bát bóng ba là lời bậc nó ta chú nó skill đẹp mê bóng yên đang hừng thấy cái nông tròn cây cái bóng hay là mỗi kìm trong ấy khối chung bọn kia thì bongนี่สำเร็จคณะกรรมการอาจารย์วัดได้เกี่ยช่วยค้างขยมสกิจวัดนั้นดังกอดเจนชกในวัดนั้นดังเฮืองเชิญกับใบใบเรื่องโคชมูวัดตีมวยตีปีอาโลกได้ข้อวินัยซองนั้นดังเจนtừในบัวในกระปงชนังบอกอันเกิดมือมือจังใหญ่ตาตุกเนื้อกระđành nửa o chành bọn anh kịch mơ mơ bình chân á chân vậy chân hạ bay đôi skit vọt nắng nhom chát tới lên trôi mưa lên chứ lời tọp hỡi đành lột nắng từ nơi bu nơi bụng chân nặng hãy cả nạ cầm ca cha vọt đừng hương trơn pết ơi cả nạ cầm ca cha vọt nắng chênh vì vọt nắng chẳng ban đây tha tục nè bong nè nắng skit vọt của bông spy hay nắng Facebook ដំបងខ្ញុំគិតថាមិនចង់បង្ហោះរូបភាពមួយនេះទេក៏ប៉ុន្តែសូមជំរាបជូនទៅដល់បងប្អូនទាំងអស់លោកយាយលោកតាក៏ដូចជាព្រះសង្ឃគ្រប់ព្រះអង្គសូមអនុញ្ញាតមេត្តាអធិស្ឋានដោយខ្ញុំកណាខ្ញុំឃើញថាបើសិនជារឿងនេះកើតឡើងមែនចំពោះវត្តកំពង់ស្វាយណាដែលស្ថិតនៅក្នុងខេត្តកណ្ដាលបើសិនជារឿងនេះពិតប្រាកដកើតឡើងមែនបាទដែលតាមការអះអាងរបស់បាទបងស្រីម្នាក់ដែលមាន account Facebook ទីក្រុងលងចិត្តបាទអញ្ចឹងខ្ញុំបានសម្ភាសគាត់ហើយគឺគាត់ឈ្មោះគាត់ឈ្មោះនិច
បាទចឹងក៏បានសម្ភាសគាត់បាទនៅវីដេអូក្រោយហើយខ្ញុំបាទនឹងលំអិតអំពីរឿងរ៉ាវនេះកើតឡើងបាទសម្រាប់បងស្រីដែលគាត់បានបង្ហោះជាសាធារណៈដើម្បីឲ្យមហាជនហើយនឹងឲ្យបានឮព័ត៌មាននេះទៅដល់បាទគណៈសង្ឃក៏ដូចជាមន្ត្រីដែលពាក់ព័ន្ធជាមួយនឹងសាសនាបាទហើយនឹងជាពិសេសគឺសមត្ថកិច្ចតែម្ដងហើយសង្ឃឹមថាលោកគ្រូបច្ចាអធិការវត្តបាទដែលលោកក៏បានដឹងឮនៅរឿងនេះដែរបាទបើតាមខ្ញុំស្ដាប់ហ្នឹងគឺថាព្រះអង្គបច្ចាអធិការវត្តក៏លោកបានដឹងនៅសាច់រឿងនេះដែរអញ្ចឹងក៏មានការពាក់ព័ន្ធអញ្ចឹងសង្ឃឹមថាព្រះអង្គម្ចាស់ដែលជាបច្ចាអធិការវត្តនឹងចេញបកស្រាយចម្ងល់ដល់មហាជនពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ដែលគេតែងតែគោរពបូជាណាអញ្ចឹងលោកម្ចាស់លោកបានជ្រាបហើយថាវីដេអូនេះគឺបងស្រីដែលមាន Facebook ថាទីក្រុងលងចិត្តបាទដែលបានបង្ហោះជាសាធារណៈនេះហើយក៏សង្ឃឹមយ៉ាងមុតមមបាទចំពោះសមត្ថកិច្ចរបស់យើងដែលពាក់ព័ន្ធនឹងជួយរកបុគ្គលដែលពាក់ព័ន្ធបាទរឿងរ៉ាវនេះបាទដែលបំផ្លាញសាសនាដែលមានការចោទប្រកាន់បាទទៅលើបាទព្រះសង្ឃមួយអង្គដែលបានប្រព្រឹត្តនៅអំពើអនាចារបាទដូចការដែលបងស្រីបាទស្រីនិចដែលបានរាយរាប់នៅក្នុងវីដេអូនេះហើយខ្ញុំខ្ញុំរងចាំនៅការស្រាយបំភ្លឺពីបច្ចាអធិការក៏ដូចជាគណៈកម្មការវត្តកំពង់ស្វាយដែលស្ថិតនៅក្នុងខេត្តកណ្ដាលតាមរយៈទូរស័ព្ទរបស់ខ្ញុំកណាគឺ081 76 86 និង 87 ខ្ញុំកណាក៏នឹងសូមអរគុណទុកជាមុន